ហើយម្សិលមិញដែលខ្ញុំបានប្រកាសសូមឲ្យបងប្អូនចូលរួមជំនួយមនុស្សធម៌ដោយសារគ្រួសារជនជាតិដើមភាគតិចនៅខាងខេត្តរតនគិរីដែលគាត់អំពាវនាវសូមរកជំនួយសម័យនេះខ្ញុំបាននាំយកជំនួយទៅទីនោះហើយលោកប៉ែនកាក់ចេញមុខមុនគេចា៎គាត់បានឧបត្ថម្ភចំនួន$150បាទសម្រាប់ឲ្យទិញសម្ភារៈទៅគ្រួសារនៅខាងលំផាត់នៅក្នុងភូមិពមភូមិពមឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីនេះក្រុមការងារខ្ញុំជិះទៅម្សិលមិញពេលឲ្យក្រុមការងារខ្ញុំទៅគាត់ថាមេអើយណែល្ងាចហើយទៅអត់ទាន់ទេព្រោះពីទីរួមខេត្តទៅកន្លែងទីតាំងភូមិនោះ50គីឡូជាងអូចាជាង50គីឡូអញ្ចឹងខ្ញុំថាអត់ទេទៅព្រោះមានផ្សាយតែថ្ងៃមួយថ្ងៃទៅអស់លុយម៉ានប៉ុណ្ណឹងទៅយកសាំង2លីត្រចាជិះឲ្យបាន50គីឡូ2លីត្រហ្នឹងយកឲ្យដល់ចាបាទនេះគាត់មានកូន6នាក់ហើយឥឡូវម្ដាយពីការម្ដាយវាកចរិតបាទកូនបានបែងចែកទៅនៅជាមួយបងនៅមួយអីមួយឪខ្លះមួយអីចឹងព្រោះគាត់លែងលះគ្នាយូរហើយបាទហើយផ្ទះនេះគឺគាត់នៅម្នាក់ឯងចា៎ហើយបងស្រីនៅចិត្តនោះជាមើលថែហើយលោកអ្នកបានឃើញហើយបើសិនជាបងគាត់ប្រាប់ថាបើសិនគាត់អត់នៅចិត្តទេច្បាស់ជាតាមបន្តិចបាត់ខោបាត់អាវអស់លីសម្ពុតអីខ្ទេចទីអស់ហើយចា៎បាទអញ្ចឹងនៅជាមួយកូនពៅនឹងមួយដែលមានបងនៅចិត្តនោះនៅមើលតោះតែមានអ្នកមើលជាប់ទៀតអញ្ចឹងអ្នកមើលជាប់នោះទៅទៀតចាហើយអញ្ចឹងទៅខ្ញុំម្សិលមិញនេះបានទិញសម្ភារៈហូបចុកនោះមានកមានមីមានត្រីខមានទឹកផ្លែឈើមានទឹកដោះគោមានស្ករសមានត្រីខទៅអីចឹងទៅចាបាទមានមកកំ pl េអញ្ចឹងទៅតែខ្ញុំប្រាប់ឲ្យក្រុមការងារថាមើលឲ្យមិនព្រមបើកទឹកផ្លែឈើនឹងឲ្យគាត់ហូបបន្តិចមើលខ្ញុំចង់មើលគាត់ពុះពេលដែលទៅនឹងគឺគាត់ដឹងតែសើចលេខស្ត្រីហ្នឹងណាចាតែតាមមើលវីដេអូដូចគាត់ស្ដាប់បានខ្លះគាត់ដឹងខ្លះហ្នឹងហើយចាកន្លែងចំណុចនោះដូចជាហូរទឹកភ្នែកផងគាត់ដែរគាត់ពេលខាងនឹកឃើញយំពេលខ្លះជាងទៅស្ដាប់យើងនិយាយទៅសើចចាបាទសើចហ្នឹងហើយពេលខ្លះវាទៅជាកញើជាមួយចុះពីភ្លាមដល់ហើយមើលផ្ទះលោកអ្នកអត់ទេអត់មានអីទេវាល្វឹងហើយសួរថាម៉េចបានជាអត់មានចានអត់មានឆ្នាំងអីសោះបងគាត់ប្រាប់ថាអត់ទេបើសិនជាឲ្យមាននៅនឹងតិចតួចបែកខ្ទេចទីអស់កវត្តចោលអស់ឡើយចាហូបអីហើយហ្នឹងទៅកវត្តចោលបាត់ឡើយចាបាទអញ្ចឹងហើយបានជានៅផ្ទះហ្នឹងគាត់ថាតែជាផ្ទះទេប៉ុន្តែគាត់ថាបងទៅជាអ្នកមើលការខុសត្រូវហើយអត់មានដាំបាយដាំអីកើតទេបងទៅជាអ្នកដាំអីយកមកឲ្យមកចាហ្នឹងហើយតាមសាវតាអាណិតគាត់ណាដំបងឡើយគាត់ល្អជាទេតែដោយសារបញ្ហាគ្រួសារធ្វើឲ្យផ្លូវចិត្តរបស់គាត់រងវិបត្តិកើតបញ្ហាសតិអាណិតគាត់ហើយគាត់ខ្លះគាត់យំមកគាត់ឃើញរបស់ដែលប៉ុណ្ណឹងគាត់យំចាបាទគាត់ចង់និយាយថាមិននឹកដល់ថាគាត់មានរបស់ហូបអញ្ចឹងចានេះដែលគាត់ដែលយំមើលទៅឃើញយំបាទអរគុណលោកប៉ែនកាក់ណាខ្ញុំបានទទួលហើយដែលខ្ញុំទិញសម្ភារៈអីប្រមាណនេះគឺទៅដល់គ្រួសារនឹងហើយអរគុណលោកប្រធានភូមិដែលបានជូនដំណើរឲ្យទៅដល់គោលដៅព្រោះនៅកន្លែងនោះពេលខ្លះផ្ទះគាត់នៅដែលពិបាកក្នុងការរកបាទធ្វើដំណើរឆ្ងាយពីនេះទៅពីនឹងផ្លូវប៉ុណ្ណឹងដល់ពេលចូលទៅផ្ទះគាត់មិនមែននៅជាប់អាផ្លូវហ្នឹងណាចាចូលទៅទៀតទៅព្រោះគាត់តម្រៃធ្លាប់ដល់តំបន់ដែលតម្រៃច្រើនតំបន់នៃសัตว์ព្រៃច្រើនចាប្រហែលថ្ងៃមុនខ្ញុំឃើញអាដាមខៀវកញ្ញរិទ្ធលោកសៀពីអង្គការមួយដែលជួយស្ត្រីម្នាក់ដែលមានដំណើររឿងដូចបងស្រីនឹងចឹងដំបូងឡើងគាត់ល្អជាទេប៉ុន្តែក្រោយមកគាត់មានបញ្ហាសតិអារម្មណ៍វាធ្វើឲ្យវាប្រឡាក់ស្មារតីនឹងទៅប៉ុន្តែគេព្យាបាលជាចាអញ្ចឹងទម្រង់បងស្រីនេះគឺដូចគ្នាអញ្ចឹងបើសិនមកអង្គការបានឃើញគីឡូថាអង្គការមានលទ្ធភាពអីអាចជួយយកបងស្រីទៅព្យាបាលមួយទៀតគីឡូគាត់អាចធូរស្បើយពីជំងឺហ្នឹងណាអញ្ចឹងចាដឹងអីដឹងមានអង្គការណាមានអង្គការពីព្រោះថ្ងៃមុនអាដាមខៀវកញ្ញរិទ្ធគាត់ share អង្គការហ្នឹងចាហ្នឹងអញ្ចឹងបើសិនជាខាងអង្គការដែលអាចមើលថែទាំព្យាបាលស្ត្រីមានវិបត្តិតាមពិតគាត់ចេញពីប្រភពជំងឺបែបនេះចេញពីប្រភពមានវិបត្តិគាត់វិបត្តិទេចាវិបត្តិទេវិបត្តិប្តីលែងកូនច្រើនគ្មានការងារអីចឹងវាទៅជាតបប្រមល់ទល់បធូរវាចេញទៅជាប្រភេទអញ្ចឹងចាបាទ
ចឹងបើសិនជាខាងអង្គការលោកបានដឹងបានឬអាចទៅមើលគ្រួសារហ្នឹងគេលោកគាត់គិតថាមានវាសនាឡើងវិញ ចាអាចជាមកវិញចា បាទចឹងអរគុណណាស់បើសិនជាខ្ញុំមានដឹងអង្គការហ្នឹងចាំខ្ញុំប្រាប់ឲ្យបងប្អូនដឹងអង្គការណាមួយជួយឲ្យលេខរបស់ខ្ញុំមកខ្ញុំតាក់ទងជាមួយគេដើម្បីអាណិតគ្រួសារហ្នឹង ចា លោកបានមើលថែទាំកូនហ្នឹងហើយ អរគុណ